ការស្ដាយក្រោយនឹងមានពីរយ៉ាងគឺការស្ដាយក្រោយដែលបានធ្វើនៅអំពើអាក្រក់ទុច្ចរិតហើយមួយគឺស្ដាយក្រោយដែលបានធ្វើនៅអំពើអាក្រក់យ៉ាងណាមួយហើយនិងការស្ដាយក្រោយដែលមិនបានធ្វើនៅអំពើល្អដែលយើងមានលទ្ធភាពធ្វើបានដូចជារឿងសិទ្ធិបុត្រ4នាក់ហ្នឹងហើយដែលពេលហ្នឹងព្រះសម្មាសម្ពុទ្ធមានពុទ្ធពធប្រសងកើតឡើងហើយតែខ្លួនឯងហ្នឹងមានសម្បត្តិស្ដុកស្ដំហើយគិតតែពីរឿងស៊ីចាយអបាយមុខគ្រប់សពបែបយ៉ាងនឹងដល់ពេលស្លាប់ទៅកើតនៅក្នុងនរកនៅក្នុងនរកហ្នឹងគឺកើតនៅក្នុងនរកដែលមានលោហធាតុណាគេហៅយើងតែតែនិយាយថាខ្ទះណែទឹកខ្ទះទឹកនៅក្នុងខ្ទះហ្នឹងវាពុះហើយគ្រាន់តែលិចចុះហ្នឹងមកហ្នឹងហើយប្រមាណហ្នឹងមកកាប់អីចឹងទៅហើយដល់បាតហ្នឹងហើយឡើងលើហ្នឹងគឺបានមួយផ្លេតហ្នឹងហើយនិយាយបានមួយម៉ាត់ម្នាក់ហ្នឹងបាទហើយក្នុងការនិយាយមួយម៉ាត់ម្នាក់ហ្នឹងគឺនិយាយជាសរុបថាពេលណាបើសិនណាជាខ្ញុំបានកើតជាមនុស្សខ្ញុំនឹងធ្វើបុណ្យពីព្រោះតែហេតុតែមិនបានធ្វើបុណ្យហេតុតែធ្វើអាក្រក់ធ្វើអំពើពាលាសពបែបយ៉ាងហ្នឹងទុច្ចរិតសែបកាមសែបអីហ្នឹងអាក្រក់អីសពបែបយ៉ាងហ្នឹងបានធ្លាក់នៅក្នុងនរកហ្នឹងបាទហ្នឹងជាសេចក្តីសោកស្ដាយដែលកើតអំពីការដែលមានទ្រព្យសម្បត្តិមានលទ្ធភាពក្នុងការធ្វើបុណ្យហើយមិនបានធ្វើបុណ្យហ្នឹងហើយគឺបើសិនណាជាបានធ្វើបុណ្យនឹងកើតនៅក្នុងសុគតិភពសួគ៌ទៅហើយមិនបានធ្វើបុណ្យក៏ធ្លាក់នៅក្នុងនរកដែលពេលដែលកំពុងតែនៅក្នុងខ្ទះខ្លាញ់ខ្ទះលោហៈហ្នឹងគឺមានសេចក្តីសោកស្ដាយយ៉ាងនឹងឯងបាទហ្នឹងជាឧទាហរណ៍ឲ្យយើងឃើញថាកុកចៈសេចក្តីស្ដាយក្រោយហ្នឹងគឺមានសេចក្តីស្ដាយក្រោយពីរយ៉ាងនេះឯងពេលណាដែលយើងមាននៅសេចក្តីស្ដាយក្រោយនេះហ្នឹងហើយពេលណាដែលយើងមាននៅសេចក្តីស្ដាយក្រោយនេះគឺវាធ្វើឲ្យចិត្តយើងហ្នឹងហើយសៅហ្មងរាល់ពេលហ្នឹងហើយរាល់ពេលដែលវាមកចាក់ដោតនៃចិត្តយើងនឹងសេចក្តីឈឺចាប់ហ្នឹងដែលពួកនរកនឹងប្រែតនឹងអ្នកដែលធ្វើអាក្រក់ទាំងឡាយហ្នឹងឈឺចាប់ហ្នឹងគឺនៅពេលនេះគឺយើងស្ដាយក្រោយថាថ្ងៃនេះជាផលកម្មអាក្រក់ដែលយើងបានធ្វើហើយបាទរឿងនេះគឺកិច្ចរបស់កុបច្ចៈហ្នឹងគឺធ្វើឲ្យយើងក្តៅក្រហាយចិត្តណាមិនឈប់មិនឈរជារឿយហ្នឹងគឺកិច្ចរបស់កុបច្ចៈហ្នឹងគឺវាធ្វើកិច្ចឲ្យយើងក្តៅក្រហាយចិត្តបាទនេះជាកិច្ចដែលយើងត្រូវដឹងបាទបើសិនណាជាយើងបានមករៀនធម៌បានមកឃើញនៅសទ្ធាដែលជាកម្មផលយើងជឿលើកម្មផលហើយការជឿហ្នឹងគឺជឿមានពីរទៀតគឺជឿនៅក្នុងបុណ្យនិងបាបអញ្ចឹងយើងឃើញថាផលរបស់កុកច្ចៈនេះគឺមាននៅការស្ដាយក្រោយជាផលមានការក្តៅក្រហាយចិត្តនឹងជាផលហ្នឹងហើយបើសិនណាជាយើងមិនទទួលផលអាក្រក់ទេគឺយើងអត់ក្តៅក្រហាយចិត្តទេអានេះយើងត្រូវចាំអញ្ចឹងហ្នឹងហើយត្រូវចាំអញ្ចឹងថាណែបើសិនណាជាយើងក្តៅក្រហាយចិត្តហើយហ្នឹងហើយស្ដាយក្រោយហើយហ្នឹងអាហ្នឹងជាផលរបស់កុកច្ចៈហ្នឹងឯងដូច្នោះហើយពេលណាដែលយើងឃើញថាផលដែលយើងកំពុងទទួលនេះគឺជាផលដែលធ្វើឲ្យយើងមិនពេញចិត្តមិនសប្បាយចិត្តមិនសុខមិនស្រួលគេមានតែការលំបាកមានតែកម្មពៀវរាមានតែបញ្ហាមានតែរឿងគេជេរគេស្ដីមានតែរឿងគេមើលងាយមានតែរឿងគេតេះដៀលនឹងហើយមានតែគេតាមចងកម្មពីអីទាំងឡាយនេះដោយសារតែផលទុច្ចរិតអាក្រក់របស់យើងវាអត់មានមកអំពីស្អីទៀតទេ
នៅពេលណាដែលយើងមករៀនធម៌ណាបានយើងដឹងថាអូដែលយើងទទួលនៅផលអាក្រក់នេះដែលធ្វើឲ្យយើងតែយើងទទួលផលអាក្រក់ហើយយើងក្តៅក្រហាយហ្នឹងហើយយើងក្តៅក្រហាយហើយបើយើងដឹងហេតុផលយើងមាននៅវិបដិសារីស្ដាយក្រោយគេហ្នឹងហើយបាទកន្លែងហ្នឹងគឺយើងមករៀនគឺយើងមករៀនឲ្យដឹងកន្លែងហ្នឹងនឹងឲ្យដឹងថាបើសិនណាជាយើងនៅតែក្តៅក្រហាយស្ដាយក្រោយហ្នឹងហើយនៅការដែលយើងកំពុងតែទទួលផលអាក្រក់នេះបានន័យថាយើងនឹងធ្វើនៅអំពើអាក្រក់ជន់លើអាក្រក់បានផលអាក្រក់ហើយចិត្តយើងនឹងក្តៅក្រហាយទៀតវាខុសអំពីព្រះព្រះរហន្តទាំងឡាយព្រះរហន្តព្រះបច្ចេកពុទ្ធព្រះសម្មាសម្ពុទ្ធលោកទទួលផលអាក្រក់មិនលោកមិនទទួលទេគេជេរទេវទត្តតាមផ្ដន់ទាហ្នឹងហើយព្រះអង្គឈឺនៅបកាយអីសពបែបយ៉ាងនឹងព្រះអង្គធ្វើដំណើរក្នុងជីវិតព្រះអង្គនឿយលំបាកណាស់ព្រះអង្គដើរនិមន្តយាងពីកន្លែងមួយទៅកន្លែងមួយដើម្បីប្រោះសត្វហ្នឹងហើយលោកយើងធ្វើបានដូចលោកឯងគឺក្នុងមួយថ្ងៃឯងធ្វើកិច្ច4យ៉ាងហ្នឹងហើយទី1ហ្នឹងគឺលោកបិណ្ឌបាតព្រឹកឡើងបិណ្ឌបាតត្រូវតែបិណ្ឌបាតយ៉ាងហើយយើងហ្នឹងខ្ជិលមិនទេកុំថាឡើយបិណ្ឌបាតមហូបគេលើកឲ្យស្រាប់ហ្នឹងយើងអត់ទាំងខ្ជិលងើបទៅញ៉ាំទៀតនោះកុំថាឡើយយើងដើរបិណ្ឌបាតហ្នឹងហើយបិណ្ឌបាតនោះហើយបិណ្ឌបាតហើយហ្នឹងលោកព្រានបដៅថ្ងៃត្រង់លោកព្រានបដៅភិក្ខុសង្ឃទាំងឡាយហ្នឹងហើយភិក្ខុសង្ឃទាំងឡាយហ្នឹងគឺលោកព្រានបដៅហ្នឹងហើយហើយលោកព្រានបដៅហើយហ្នឹងហើយលោកទេសនាក្រោយមកលោកទេសនាឬមួយក៏ជួបនឹងឧបាសកឧបាសិកានឹងមកសួរនាំលោកអីហ្នឹងគេរហូតមួយថ្ងៃវល់ល្ងាចហ្នឹងរហូតដល់យប់ហ្នឹងយប់ចាប់ផ្ដើមយប់គឺពេលហ្នឹងគឺត្រូវដោះស្រាយនៅប្រស្នារបស់ទេវតាទៀតឃើញទេហ្នឹងហើយទី1លោកបិណ្ឌបាតទី2បង្រៀនភិក្ខុសង្ឃបង្រៀនឧបាសកឧបាសិកាហ្នឹងហើយយប់ឡើងលោកដោះស្រាយបញ្ហារបស់ទេវតាហើយចិត្តភ្លឺហ្នឹងលោកប្រមាលមើលនៅឧបនិស្ស័យរបស់សត្វដើម្បីហើយពេលណាដែលលោកប្រមាលមើលដឹងថាអូសត្វនេះមានឧបនិស្ស័យនៅកន្លែងណាក៏លោកទៅដែរណាហ្នឹងហើយនៅកន្លែងណាជួនកាល6 10យោជឯណាហ្នឹងហើយលោកនិមន្តទៅយាងទៅដោយថ្មើរជើងទៅប្រុសនៅស្អីប្របាទស្អីឈ្មោះអីកុកស្អីទេខ្ញុំភ្លេចទៅបាទ6 10យោជលោកយាងទៅហ្នឹងហើយពេលទៅប្រោះសัตว์ម្ដងលោកធ្វើដំណើរឆ្ងាយណាស់ហ្នឹងហើយទៅពេលខ្លះហ្នឹងលោកទៅដោយរត់ដោយអីចឹងទៅបាទហ្នឹងយើងត្រូវឲ្យដឹងថាកម្មឬមួយក៏ករណីយកិច្ចឬមួយក៏និយមរបស់ព្រះសម្មាសម្ពុទ្ធនឹងពិបាកណាស់ហ្នឹងហើយពិបាកយើងមិនត្រូវមកថាកើតនៅរឿងក្តៅក្រហាយស្ដាយក្រោយចំពោះការលំបាករបស់យើងឯងហ្នឹងហើយយើងឯណាលំបាកដល់ព្រះសម្មាសម្ពុទ្ធនោះលោកលំបាករហូតដល់លោកប្រតិពានហ្នឹងបានលោកឈប់លំបាកបាទនឹងហើយបានជាយើងត្រូវឲ្យយល់ថាហ្នឹងហើយពេលណាដែលយើងមានទុក្ខលំបាកសពបែបយ៉ាងហើយយើងក្តៅក្រហាយថែមទៀតណានឹងយើងបាបនឹងយើងមិនព្រមទទួលហើយយើងចង់បំបែរឿងផលកម្មអាក្រក់នឹងឲ្យទៅជាល្អទៅយ៉ាងម៉េចចាំបាច់ទៅក្តៅក្រហាយធ្វើអីអត់មានត្រូវទៅក្តៅក្រហាយអីទេគឺយើងត្រូវតែខំប្រឹងប្រែងនឹងឲ្យខំប្រឹងប្រែងធ្វើនៅបុណ្យនឹងឲ្យធ្វើនៅបុណ្យដើម្បីឲ្យទៅជាតិក្រោយនឹងមានបុណ្យសម្រាប់បន្ធូរបាបដែលយើងបានធ្វើហ្នឹងបាទនឹងជារឿងដែលយើងត្រូវមកយល់នឹងផលរបស់កុកចៈផលរបស់កុកចៈហ្នឹងគឺមានការស្ដាយក្រោយនឹងជាផល
ប៉ុន្តែបើសិនណាជាយើងនៅតែស្ដាយក្រោយគឺយើងនៅតែធ្វើនៅអំពើអាក្រក់ថែមទៀតណាអញ្ចឹងហើយបានកុកកញ្ចក់ហ្នឹងជាអំពើដែលគួរឲ្យខ្ពើមទោះបីជាយើងបានធ្វើអាក្រក់ហើយហ្នឹងគឺយើងត្រូវតែបដិញ្ញាចិត្តថាឈប់ធ្វើអំពើអាក្រក់ហើយធ្វើតែអំពើល្អហ្នឹងបានហៅថាការលះបង់នៅកុកកញ្ចក់បាទហើយនឹងហើយការហេតុដែលនាំឲ្យកើតកុកកញ្ចក់នេះមកពីយើងធ្វើនៅអំពើទុច្ចរិតហើយយើងមិនបានធ្វើនៅបន្ទុកនឹងហេតុដែលមានកុកកញ្ចក់ហ្នឹងគឺកន្លែងហ្នឹងអញ្ចឹងដើម្បីកុំឲ្យមានកុកកញ្ចក់ហ្នឹងកុំឲ្យមានរឿងពីរហ្នឹងកើតឡើងគឺទី1ហ្នឹងកុំឲ្យមានរឿងធ្វើនៅអំពើទុច្ចរិតមួយហើយនឹងមិនបានធ្វើបន់មួយធ្វើនៅអំពើទុច្ចរិតហើយនឹងមួយហើយនឹងមិនបានធ្វើបន់មួយហ្នឹងគឺធ្វើឲ្យយើងកើតនៅសេចក្តីក្តៅក្រហាយក៏ប៉ុន្តែចាប់អំពីពេលនេះទៅនឹងរឿងពីរយ៉ាងនេះមកកាត់មកអំពីអវិជ្ជានឹងអវិជ្ជាយើងអត់មាននៅបញ្ញាឃើញទេហ្នឹងហើយពេលណាដែលយើងនៅមានបញ្ញាគឺយើងឈប់ធ្វើនៅទុច្ចរិតហើយយើងធ្វើនៅបុណ្យដែរឃើញទេនឹងគឺខុសគ្នាកន្លែងថាយើងមករៀនឲ្យដឹងហេតុនិងផលនឹងពេលណាដែលយើងដឹងហេតុនិងផលគឺយើងមាននៅបញ្ញាពេលណាដែលយើងមាននៅបញ្ញាទើបយើងធ្វើនៅអំពើបុណ្យបានហ្នឹងហើយធ្វើនៅអ្វីដែលយើងប្រាថ្នាបានគេបុណ្យហ្នឹងគឺមានលក្ខណៈគឺលក្ខណៈរបស់បុណ្យគឺទី1ហ្នឹងធ្វើឲ្យចិត្តហ្នឹងជ្រះថ្លាធ្វើឲ្យចិត្តយើងស្អាតហ្នឹងហើយបុណ្យជំរះនៅចិត្តយើងហ្នឹងអ្នកដែលមានបុណ្យគឺចិត្តយើងស្អាតដែរចិត្តយើងអត់មានកុកកញ្ចក់ឧត្តចអីអញ្ចឹងទេបាទហើយបុណ្យហ្នឹងនឹងជាកិច្ចជំរះនៅបាបទៅទៀតហ្នឹងហើយអញ្ចឹងហើយបានជាយើងមកត្រូវធ្វើបុណ្យនេះពីព្រោះវាជំរះនៅបាបឃើញវាធ្វើឲ្យបាបនឹងជ្រុះចេញអំពីចិត្តយើងគេជំរះហ្នឹងបានន័យថាដូចយើងជំរះស្មៅអញ្ចឹងស្មៅនឹងវាសុបទ្រុបពេញខ្លួនយើងនឹងដល់ពេលយើងជំរះអាស្មៅអាក្រក់ហ្នឹងទៅវាស្អាតដែរគេដូច្នេះបុណ្យវាជំរះបាបអញ្ចឹងដូចយើងជំរះស្មៅឲ្យស្អាតអញ្ចឹងបាទហ្នឹងជាកិច្ចរបស់បុណ្យហ្នឹងហើយបុណ្យហ្នឹងជារបស់ដែលគ្មានរោគហ្នឹងហើយយើងធ្វើបុណ្យគឺយើងនឹងធ្វើឲ្យរោគទាំងឡាយរោគចិត្តហ្នឹងវាអស់ទៅហ្នឹងហើយអ្នកដែលធ្វើបុណ្យណាគឺរោគចិត្តអត់មានទេណានឹងអត់មានចំពោះអ្នកធ្វើបុណ្យទេអានឹងយើងត្រូវចាំអញ្ចឹងហ្នឹងហើយដូច្នោះហើយបានជាបុណ្យនេះណាឈ្នះនៅបាបជានិច្ចបុណ្យឈ្នះនៅបាបជានិច្ចទីបំផុតណាកិលេសទាំងឡាយពេលណាដែលយើងធ្វើបុណ្យកុសលទៅធ្វើទៅដល់ឋានៈកុសលឋានៈមគ្គហ្នឹងហើយកុសលជាមគ្គហ្នឹងហើយផលហ្នឹងហើយនិព្វានជាផលឃើញទេហ្នឹងហើយដូច្នោះហើយពេលណាដែលធ្វើបុណ្យដល់មគ្គទៅបុណ្យហ្នឹងជំរះនៅកិលេសទាំងអស់បានឃើញទេអ្នកទាំងអស់គឺឈ្នះនៅបាបឈ្នះនៅកិលេសទាំងអស់ហើយរួចផុតទៅដល់ព្រះនិព្វានបានបាទចឹងហើយបានថាបុណ្យហ្នឹងគឺឈ្នះនៅបាបទាំងឡាយបានហ្នឹងហើយការធ្វើបុណ្យហ្នឹងគឺសំខាន់ណាស់សំខាន់មែនទែនហ្នឹងហើយបុណ្យហ្នឹងដែលយើងបានដឹងហើយអំពីបញ្ញកិរិយាវត្ថុ10ហ្នឹងគឺមានសិល3មាននៅទាន3ហើយនឹងភាវនា3បាទ4បាទទាន3ហើយនឹងសិល3វាត្រូវជា6ហើយនឹងភាវនាសមាធិភាវនាហ្នឹងវិបស្សនាហ្នឹង4ទៅហ្នឹងហើយគឺបុណ្យហ្នឹងធ្វើឲ្យយើងហ្នឹងបានឈ្នះនៅរឿងកុកកញ្ចក់ស្ដាយក្រោយនេះបានយើងធ្វើបុណ្យរហូតទៅណាគឺឈប់មាននៅសេចក្តីស្ដាយក្រោយហ្នឹងហើយបាទហើយសេចក្តីស្ដាយក្រោយនេះត្រូវយើងចាំថាពេលណាដែលយើងនឹកថាអូស្ដាយក្រោយយើងត្រូវលះបង់ភ្លាមថាអញអត់មានស្ដាយក្រោយទេនឹងហើយអាការដែលយើងស្ដាយក្រោយដែលយើងធ្វើហើយនឹងសុទ្ធតែជាអវិជ្ជាឥឡូវយើងមានវិជ្ជានឹងហើយយើងមានវិជ្ជាយើងលះបង់ហើយយើងលះបង់ហើយការដែលលះបង់ហើយចប់ហើយណាហ្នឹងហើយអត់មានយើងថាអូលះបង់ហើយហ្នឹងយើងត្រូវមកដូចថាបន្តរឿងនឹងទៀតទេដូចជាអង្គលីមីអញ្ចឹង
អង្គលីមាននៅពេលណាដែលបាននៅអរហត្តផលហើយហ្នឹងខ្លាចជាព្រះអរហន្តហើយហ្នឹងលោកអស់ហ្នឹងហើយអស់មានរឿងកុកចៈរឿងស្ដាយក្រោយរឿងអីហ្នឹងអស់លីងបាទអស់លីងទៅហ្នឹងហើយពីព្រោះអីពីព្រោះថាបុណ្យនេះវាកំចាត់បាបទាំងឡាយដែលកើតមានក្នុងចិត្តទាំងអស់ហើយអស់បាបហើយយើងមានអីទៅខឹងនឹងចិត្តបរិសុទ្ធរបស់យើងទៀតហ្នឹងហើយអញ្ចឹងហើយបានថាពេលណាដែលយើងធ្វើបុណ្យទៅយើងឃើញចិត្តយើងបរិសុទ្ធស្អាតយើងលែងមានបាបទៀតហើយហ្នឹងហើយបើសិនយើងលែងមានបាបហើយយើងទៅស្ដាយក្រោយរឿងអីទៀតមកស្ដាយក្រោយរឿងអីទៀតហ្នឹងហើយវាអត់មានរឿងអីមកស្ដាយក្រោយរឿងអីមកសំណោះសំណោកថាអូខ្ញុំហើយវាបានធ្វើអញ្ចេះហើយធ្វើអញ្ចោះហើយអីហើយយើងអត់មានទៀតទេហ្នឹងហើយដែលបានធ្វើអាក្រក់ហើយអីហ្នឹងហើយហ្នឹងមកពីអវិជ្ជាតែមិនមកពីយើងណាបាទអាហ្នឹងយើងត្រូវយល់អញ្ចឹងបាទហ្នឹងបាទដូច្នេះហើយក្នុងរឿងកុកចៈនេះគឺខ្ញុំសង្ខេបត្រឹមនេះហ្នឹងហើយសង្ខេបឲ្យយើងបានយល់ថាហ្នឹងហើយសភាពស្ដាយក្រោយនេះណាហ្នឹងហើយគឺមានចំពោះតែអ្នកដែលអត់មានបញ្ញាទេអ្នកដែលមានបញ្ញាគេអត់ស្ដាយក្រោយទេគេអត់ស្ដាយក្រោយគេអត់ស្ដាយថាហេតុអីបានជាខ្ញុំកើតមករូបរាងមិនស្អាតខ្ញុំកើតមកជួបតែរឿងមិនល្អជួបតែមនុស្សមិនល្អហ្នឹងហើយគ្មានសេចក្តីស្រឡាញ់គ្មានបុណ្យគ្មានលុយកាក់អីគឺគាត់ស្ដាយក្រោយកន្លែងហ្នឹងឯងតែឯងយើងចង់ទទួលអីទទួលទៅគឺរឿងនេះជារឿងផលកម្មហ្នឹងជារឿងផលកម្មដែលវាកើតមកហើយវាកន្លងហួសទៅហើយហ្នឹងហើយយើងគិតតែពីរឿងថ្មីគឺចាប់ដើមរឿងថ្មីគឺរឿងធ្វើបុណ្យបាទហ្នឹងហើយរឿងដែលយើងទទួលផលអាក្រក់ទទួលទៅហ្នឹងហើយអត់មានរឿងអីត្រូវមកក្តៅកាហាយចិត្តនឹងរឿងទទួលផលអាក្រក់ឯងហ្នឹងហើយពីព្រោះផលអាក្រក់ហ្នឹងវាត្រូវតែទទួលព្រោះយើងវាបានធ្វើហើយគេវាបានធ្វើហើយគឺផលហ្នឹងវាកើតមកហើយយើងឯងបាទដូច្នេះហើយយើងដែលត្រូវគិតនេះគឺរឿងបុណ្យថ្មីគេបុណ្យថ្មីនេះបុណ្យថ្មីចិត្តជ្រះថ្លាថ្មីរឿងថ្មីទាំងអស់ហ្នឹងហើយអញ្ចឹងរឿងកុកចៈនេះអត់ត្រូវគិតជាដាច់ខាតនៅក្នុងជីវិតរបស់យើងនៅពេលណាដែលយើងកាន់តែយល់ធម៌យើងកាន់តែឃើញចិត្តយើងហ្នឹងដែលដើរខុសផ្លូវមកហ្នឹងយូរថ្ងៃយូរខែយូរឆ្នាំណាស់ហើយខ្ញុំដើរខុសផ្លូវហ្នឹងរហូតដល់សពថ្ងៃហ្នឹងនៅពេលណាដែលខ្ញុំយល់ធម៌ពេលណាដែលខ្ញុំឃើញធម៌ទៅហើយខ្ញុំយកធម៌មកដាក់ក្នុងចិត្តខ្ញុំនៅពេលហ្នឹងទៅចិត្តខ្ញុំនឹងរីករាយសប្បាយក្រៃលែងហើយជ្រះថ្លាគឺខ្ញុំរស់នៅជាមួយនឹងធម៌នឹងឲ្យធម៌តែឃើញថាអូតាមពិតណានឹងឲ្យធម៌បានបដៅយើងឲ្យលះបង់នៅអកុសលចិត្តពេលណាដែលយើងលះបង់នៅអកុសលចិត្តបានទាំងអស់ដែលយើងយល់ច្រឡំនឹងឲ្យយើងឃើញខុសនឹងឲ្យយើងមិនស្គាល់នៅហេតុបច្ច័យដែលកម្មតតែងមកហើយយើងនៅតែមិនយល់នៅហេតុផលនៅកម្មហ្នឹងហើយយើងនៅតែពិបាកចិត្តយើងនៅតែសួរនាំថាហេតុអីបានជាជីវិតខ្ញុំអញ្ចឹងហ្នឹងហើយសពបែបសពយ៉ាងនៅពេលណាដែលខ្ញុំបានឃើញថារឿងទាំងឡាយនៅក្នុងលោកយើងនេះនៅក្នុងវត្តដាក់យើងនេះវាសុទ្ធតែជារឿងប្រត់ប្រាស់រឿងអាក្រក់រឿងទុកសោករឿងគេបោកប្រាស់នឹងរឿងខ្ចាត់ព្រាត់សពបែបយ៉ាងគេសុទ្ធតែរឿងអញ្ចឹងហ្នឹងហើយក៏ប៉ុន្តែនៅពេលណាដែលយើងដឹងថាហ្នឹងហើយបើសិនណាជាចិត្តយើងជាប់ជំពាក់នៅក្នុងអារឿងហ្នឹងជាប់ជំពាក់នៅក្នុងរឿងប្តីអញល្អប្តីអញអាក្រក់កូនអញល្អកូនអញអាក្រក់ខ្លួនអញល្អខ្លួនអញអាក្រក់ហើយណាគឺយើងអត់មានចេញអំពីទុកបានទេនៅពេលណាដែលយើងលះបង់អស់លះបង់រឿងរ៉ាវទាំងអស់ចោលហ្នឹងហើយគឺយើងបាចអង្គបជីទៅថាអូរឿងកម្មរឿងផលរឿងអីទាំងឡាយនឹងឲ្យវាប្រសិទ្ធបាត់ទៅហ្នឹងហើយកុំឲ្យមាននៅក្នុងចិត្តខ្ញុំទៀតឃើញនៅពេលដែលយើងបោះបង់រឿងទាំងអស់នឹងបានណាបានន័យថាយើងរស់នៅជាមួយកុសលធម៌នឹងរស់នៅសេចក្តីល្អរបស់យើងរស់នៅក្នុងបុណ្យយើងសប្តាហ៍ថ្ងៃរស់នៅក្នុងបញ្ញាដែលយើងប្រាថ្នាធ្វើល្អសប្តាហ៍ថ្ងៃនេះ
នឹងហើយសេចក្តីល្អនឹងហើយវាធ្វើឲ្យចិត្តយើងរីករាយភ្លាមមួយរំពេចនៅពេលណាដែលយើងបោះបង់រឿងដែលជារឿងរបស់វត្តដាក់វាមិនមែនរឿងរបស់យើងទេនឹងហើយយើងឯណាទៅចង់កើតទុកយើងឯណាទៅចង់ឲ្យមានរឿងរ៉ាវលំបាកវេទនាអីសពបែបយ៉ាងយើងឯណាចង់ទៅធ្វើអំពើអាក្រក់អត់មានយើងទេនឹងហើយគឺវាមានតែហេតុផលពេលណាដែលយើងមករៀនហេតុផលថាអូតាមពិតណានឹងហេតុផលនៃមនុស្សគ្រប់គ្នាទាំងអស់គ្មានអ្នកណាមួយដែលកើតឡើងនឹងមានវិជ្ជាហើយអត់មានតណ្ហានឹងអត់មានទេគឺកើតឡើងមានអវិជ្ជាមានតណ្ហាគ្រប់គ្នាគ្រប់គ្នាគឺអញ្ចឹងគ្រប់គ្នាទទួលនៅផលកម្មដូចគ្នាមិនមែនតែយើងម្នាក់ទេអ្នកណាក៏ដោយឲ្យតែនៅក្នុងលោកីនេះនៅក្នុងភព3នេះគឺសុទ្ធតែអ្នកទទួលទុកទាំងអស់អញ្ចឹងហើយឈប់នឹងឲ្យឈប់លះបង់នៅការស្ដាយក្រោយកុកចៈឧតចៈនឹងចេញហ្នឹងហើយពេលណាដែលយើងលះបង់បានហើយនឹងយើងមកធ្វើបុណ្យពេលណាដែលបុណ្យកើតឡើងក្នុងចិត្តបុណ្យកើតឡើងភ្លាមសេចក្តីរីករាយឆ្លះថ្លាសប្បាយចិត្តម្នាក់ឯងភ្លាមអត់មានធ្វើជាមួយអ្នកណាទេអត់មានធ្វើជាមួយប្តីអត់មានធ្វើជាមួយកូនអត់មានធ្វើជាមួយប្រពន្ធទេខ្ញុំក៏មានកូនមានប្រពន្ធមានចៅដែរប៉ុន្តែខ្ញុំអត់មានធ្វើជាមួយអ្នកទាំងអស់នឹងទេខ្ញុំធ្វើបន់តែម្នាក់ឯងខ្ញុំសប្បាយចិត្តតែម្នាក់ឯងពីព្រោះយើងរឿងប្តីជារឿងប្តីកម្មរបស់ប្តីកម្មរបស់ប្រពន្ធកម្មរបស់កូនយើងទៅទាញគេយ៉ាងម៉េចបានហើយពេលណាដែលគេខឹងជាមួយយើងគេក្តៅក្រហាយគេជេរគេប្រមាថយើងអានឹងជារឿងបាបអកុសលរបស់គេតើយើងទៅខត់ខាំងយ៉ាងម៉េចអត់មានរឿងខត់ខាំងកន្លែងនឹងបានទេចឹងហើយបានថាជីវិតយើងនេះមកត្រូវមករកធរនៅពេលនេះឯងសប្បាយចិត្តម្នាក់ឯងអង្គុយរីករាយម្នាក់ឯងនឹងហើយមកថាដេគូវែថាឃើញហ្នឹងឲ្យឃើញធរម្នាក់ឯងហ្នឹងគឺសប្បាយចិត្តបាទកន្លែងហ្នឹងហើយដែលជីវិតចុងក្រោយរបស់យើងនឹងមកស្វែងរកពន្លឺនៃជីវិតរបស់យើង